បាទសួស្តីបងប្អូនអរគ្នាបាទខានអាប់ដេតបាទពេញប៉ោះមួយទឹកជាងឥឡូវពេញប៉ោះផ្កាព្រាតបាទឃើញទេផ្កាព្រាតហើយបងប្អូនបាទឥឡូវយើងថែមដីគល់វាតិចបាទដោយសារមានរសារធាតុជីនៅក្នុងនឹងខ្លះបាទហើយតោះមកយើងតែងមែកបាទកាត់ស្លឹកវាខ្លះដើម្បីកុំឲ្យវាស៊ីជីច្រើនពេកឲ្យវាចិញ្ចឹមផ្កាបាទផ្កានេះហើយមុនយើងធ្លាប់ប្រាប់មួយសារហើយបាទយើងទុកតែ5ទេបាទទុកតែ5ផ្កាទេឥឡូវយើងក៏ដេចហើយបាទនេះបាទយើងឃើញ1 2 3 4 5 5ឬ6បាទនៅពេលវាចាប់ផ្ដើមចាយយើងឃើញ1 2 3 4 5 6អញ្ចឹងយើងនឹងកាត់អាចុងនេះចោលហើយបាទឲ្យតែវាចាយមកយើងកាត់ចោលបាទយើងទុកតែ4ទុកតែ5ទេឬយ៉ាងច្រើន6បាទដើម្បីក្តឹបវាល្អផ្លែធំល្អស្មើគ្នាល្អបាទកូនវិញប៉ោះទាំងអស់ហ្នឹងបាទដូចគ្នាខាងក៏ដូចគ្នាដែរបាទយើងចាប់ដើមកាត់តែងណាបាទហើយជាមួយទឹកទៀតបងប្អូនឃើញប្លុកក្តឹបច្រើនមែនតើហើយបាទ